Hello ក៏ដូចសួស្តីអ្នកគ្នាស្រាប់ជួបខ្ញុំម្ដងទៀតហើយថ្ងៃប៉ុណ្ណេះយើងមកបង្រៀនជាមួយនឹងPython course មួយដែលយើងនេះយើងនឹងមកនិយាយអំពីការដំឡើងធ្វើម៉េចអាចសរសេរ Python នៅក្នុងកុំព្យូទ័ររបស់យើងបានហើយនឹងចូលដល់មេរៀនទី1របស់យើងគឺជា variable អញ្ចឹងខ្ញុំកើតគោលម្ដងក្នុងការបង្កើត course នេះឡើងគឺដើម្បីជួយជាការសិក្សាសម្រាប់គ្នាយើងដែលគាត់ចង់រៀន Python ជាមួយនឹងខ្ញុំចឹងទៅហើយក្នុងគោលបំណងទី2គឺខ្ញុំចង់បង្រៀនខ្លួនឯងថែមផងក្នុងភាសា Python នេះតើខ្ញុំចេះបានដល់កម្រិតណាអីចឹងទៅហើយនៅក្នុងចំណុច course របស់យើងខ្ញុំនឹងបង្កើតនៅ Fader app មួយដែលអាចច្រែកនៅគាត់ថាអាកាសធាតុ real time បានពីព័ត៌មានមកពីខាងអ្វីដែលយើងមាននៅក្នុង API ការប្រើប្រាស់ API ការបង្កើតនៅ Windows Form មួយដែលវាបង្ហាញនៅមាន GUI មានអីចឹងទៅដោយប្រើ Python អញ្ចឹងយើងនឹងយកអ្វីដែលយើងរៀនទាំងអស់នៅក្នុង course នៅក្នុង section នីមួយៗទាំងក្នុង variable loop array អស់ហ្នឹងនៅក្នុង Python មាន array ទេមានតែ set tuple ហើយនឹងlist អញ្ចឹងយើងយកវាមក complete បំបែងចូលគ្នាជាមួយនឹងការប្រើ API ហើយនឹងការប្រើនៅការសរសេរនៅ GUI ខ្លះៗដើម្បីយើងធ្វើវាជាfeeder app មួយនៅលើ desktop ដែលមានសមត្ថភាពក្នុងការ track នៅសមត្ថភាពអាកាសធាតុយើងបច្ចុប្បន្នការព្យាករណ៍អាកាសធាតុអីអញ្ចឹងណាអញ្ចឹង let's go មុនដំបូងយើងចាប់ផ្ដើមពីការ install នៅ Python អញ្ចឹងខ្ញុំប្រទេសនឹងប្រើនេះគឺប្រើជាមួយនឹង IDE ដែលឈ្មោះថា PyCharm អញ្ចឹងយើងអាច download PyCharm នេះគឺវាមាន2 version ទី1គឺ version free និង version អស់លុយអញ្ចឹងយើងត្រូវយក version free យើងយកនេះមកគ្នានេះប្រើពាក្យថា community ណាប្រើពាក្យថា community ហើយយើង download មកបាទរបស់ក្រុមហ៊ុន JetBrains នេះអូខេនេះយើងអាច download ហ្នឹងមកណាបាទជាមួយនឹង community ណាអញ្ចឹង community มันគិតថាវាគ្រប់គ្រាន់ពេកហើយណាចំពោះការធ្វើបច្ចេកអីផ្សេងៗសម្រាប់យើងធ្វើការធំមួយក្រុមហ៊ុនធំអីអាហ្នឹងចាំយើងទិញលុយអីផ្សេងទៀតប៉ុន្តែគាត់ថាវាគ្រប់គ្រាន់ហើយគឺអត់មានត្រូវការអីផ្សេងទៀតទេជាមួយនឹង Python ណាអូខេអញ្ចឹងយើងអាចគ្នាធ្វើតែខ្ញុំគិតថាគ្នាយើងចេះ install ណាជាមួយ Python អញ្ចឹងយើងអាច install ចេះមកគឺទៅ download ហើយ install តាមតែមួយវាយើងមែនហើយទី2គឺយើងត្រូវ install នៅ Python អញ្ចឹងយើង Python យើងមកពាក្យថា Python download មកអូខេខាងលើនេះនេះអាចយកនេះ install download នេះ install ជា release តែម្ដងស្រួលគ្នាអូខេនេះអាចយកជាមួយនឹងមិនហ្នឹងនេះយកអា 1.3.4 នេះវា release វាមានវាអត់ maintenance state វា full release អញ្ចឹងនេះវាអត់មានសល់មាន bug ចឹងអាចយកអានេះមកគឺល្អហើយចាំមកយកដល់ full នេះតែចាំគេ fix ហើយចាំយើងនេះតាមក្រោយអញ្ចឹង sorry សម្រាប់លេងសំខាន់អីផ្សេងអូខេអញ្ចឹងយើងចូលដល់ install ហ្នឹងគឺយើងស្រួលគាត់ចុច download នេះមកនេះដល់នេះមកគឺវា load ឲ្យយើង install តាមដំណើរការវាមួយមកគឺហើយអញ្ចឹងថ្ងៃខាងមុខនេះយើងចង់ឲ្យកណៃ project ជាមួយនឹង Python version ផ្សេងទៀតយើងអាចប្រើជាមួយនឹង mini កងដាឬក៏អីផ្សេងទៀតអាស្រ័យយើងប្រើជាក់ស្ដែងព្រោះ project ខ្លះវាមិនត្រូវកំណត់ឲ្យយើងប្រើនៅ Python 1.13 1.14.4 ទេវាកាយនឹង version low ជាងហ្នឹងអាស្រ័យលើ API ឬក៏ជាគេហៅថា resource ដែលយើងប្រើណាគឺយើងត្រូវស្វែងលើតាមហ្នឹងអូខេអញ្ចឹងយើងចូលមកដល់ការបើកជាមួយនឹង Python អញ្ចឹងបើកដំបូងមកអ្នកគ្នាអាចធ្វើការបើក project បែបនេះណាចុចកន្លែង file កន្លែង tray នេះហើយចុចយកពាក្យថា open នេះហើយយើង open folder ណា open folder ណាដែលយើងបង្កើតហើយមកឧទាហរណ៍ថាខ្ញុំបង្កើតនៅនេះដែលឈ្មោះថា Python class នេះយើងអាច select file វាមកហើយយើងចុចអូខេវាចូលមក project របស់យើងហើយគេខ្ញុំប្រើជាមួយនឹង Python 1.13.4 ណាចេះច្រឡំមួយរហូតណាខ្ញុំអីទៅជួតអានេះមួយមកដើម្បីកុំឲ្យវាលោតអានេះលើក្រោយអូខេអូខេអូខេអញ្ចឹងយើងចង់ដឹងថាវាដើរអត់គឺយើងមានវាជាមួយនឹង project មួយជាមួយនឹងគេហៅ example code នេះមួយណាយើងអាច run មើលបាទអូខេឃើញថាវា load Python ឃើញថាវាដើរហើយចុះយើងចង់សេ3ខ្លួនឯងណាសេ3ខ្លួនឯងអញ្ចឹងយើងចាប់ផ្ដើមពីពាក្យរូបមន្តរបស់អ្នកសេកូដគឺ hello world ចាំមើលយើងសេមិនអញ្ចឹងខាងនេះគឺយើងប្រើជាមួយនឹង print ណា keyword print នេះមកជា function អញ្ចឹងយើងអាចសេពាក្យថា hello world ហ្នឹងអញ្ចឹងក្នុងនេះគឺយើងបើកកញ្ចក់បែបនេះណា
vì ô tô ấy chẳng dương đã xe tam nhưng sao nó mình toàn qua tí ok dương xe phần năng máu nói dương chụp lại đi máu nè lại là bay start á như dương là bay ran đâu bay đi sẽ tê con ní cứ việc viên lô việc hay hello bar cái này chắc là này mà như đại ban tại hello bar thì anh đại ban đôi chiều ok hello my name is PK ấy giờ aiจะxem một tiệm mà thà print I love movie and pizza ok ok chum ai chum ở video đó chị kế ok chính chúng mình hello my name is PK I love movie and pizza như thế giờ ai xem màn cái này copy nó người gọi vài nữa chắc như thời trang tha keyword lại ní cái dương thôi đó từ print cái dương ai cho ra mình tên chúng mình print ní bây giờ dương toàn miền nào Windows form này đi còn từ khan sầm lập trên thơ kha đi bạc ấy trên tới chân vi chỉ kia thà là dân vi trăm sân tàu có tay ở dân trăm thay vi chỉ keyword muối sầm lập dân sẽ ca print áo này nó vậy thì dân sẽ xem mi thằng ní ngồi bên trên mà khang khèo cái lại nhỉ này ok chắc cam này chặt bé này ai khi ai thơ ca lên mỗi việc hay ai tại ở chung mười đồng đi xem thì mấy ai vậy tha print ok như tha sẽ tha I love playing game ok chân các bạn sẽ to tiệt kén cái biết to chúng mình bay code lại hỏi ok nhưng có trang thả vị trí keyword và đòn tiết vị trí keyword hay anh ấy cứ vị trí mistake bao giờ là bao về chỗ nhưng mà con đang thả anh vị trí một page y tế nhưng cũng toán thì dương hiện đòi viết này ok chắc nhưng cho đó chúng ta thực hành trong video mới cái dương hiện pi và đại bot chân dương cất đại bot bị điệp đôi chia bọc muối để dương ai đại nâu ở cái hào tha data được cái tên là này không nắng chia một page xanh kia nè ai đã ban được mùi tế chỉ một page kia hai dương ai do bọc nó do hao mà prao nó điện bọc nó pop tiếng man ở vậy để miên chỉ hai thằng va là chủ miên nằm lái nó không vài bò nó do một prao chắc miệng mày bệnh chắc nó không Python và cái này thì bị sai sinh xếp hai chỉ nghi số vô là vậy để nhầm như vậy phần ta và sinh chọn tết có viên mình ấy đấy chắc ngờ không Python trong ca c và k nâu variable cứ dương fantasy mua variable máu tiêu hai đã tha mua variable tha mày ném mà nó bảo vùng chọn chứ bảo khi pi bạn ấy hay cả đọc bậc phố đất này nữa ok chẳng ai này mua giờ máu thì đã tha PK ok thế này chẳng cái hao tha variable này nè ní cái hao tha variable này chung bộ variable hai cái tối nè bây chỉ đầm lay rồi bao lại bọn một thằng em nè chắc ngày sáng này cái hao tán nó thì dương sàn chẳng nhưng bao đầm lay biết như ta PK chẳng nè mình muốn cho mình cái đầu piแบบนี้ cái này cái hao đọc bọc bộ nó cái hao bọc pattern từ này với chia string mà chia string cho tôi nắng data type nè chẳng dương mình toàn si chấm đầu về đấy dương họ đang tha vía chia variable sẵn để mình chung có tha ném nè cái mày variable ném hay bên miền tầm lại chúng ta PK đấy PK ok chứ như ai print nào vậy đại dương thưa một nắng mà hay quá dương ai từ xe tham muốn muốn dương mình chơi print hay ha nè print hello my name is PK chắc này hay là movie and pizza hai là playing game mà không bị ai rồi đi bạn chắc dương ai từ xe của đi trong này bà hết đại tha ở my name trên là PK hay có mấy mai bạc cả mũi tiệt tha mistake chạy đó nè mistake ok giờ này load đây nhảy tế nhưng mà qua đấy import method đây tế chẳng ai bạn mua thay chạy aiจะ say ด้วย sentiment ha hello my name is ok is chẳng dương man phần hái ai hao phụ mà prao vậy xa phụ nó dương xe này vài bò nó miên tôi tụm lái để dương cầm lọt nè chẳng ai print đòi mạch từ xe phụ đi từ o tế dương từ xe té mua bị kháng một đi bàn chẳng ai sẽ mới print hai chi mà cái áo từ xe tham mistake
បូកជាមួយនឹង my name អញ្ចឹងងាកបូកនេះគឺវាតបើសិនជាវាជាប្រភេទអក្សរបែបនេះគឺវានឹងតណាគ្នាយើងវានឹងតអូខេចឹងខ្ញុំខ្ញុំនឹងបញ្យល់លម្អិតតាក់ទងនឹងសញ្ញាបូកហ្នឹងអូខេនៅពេលដែលយើងរានទៅវានឹងពេញពាក្យថា hello my name is PK ដោយសារតែ message នេះគឺវាក៏ content នៅតម្លៃដែលមានឈ្មោះថា hello my name is ចឹងទៅហើយយើងយកវាហៅឡើយនេះបានថាវាស្មើនឹងយើង copy អានេះណាវាស្មើនឹងយើង copy អាហ្នឹងចូលមកផាសកន្លែងនេះណាអូខេហើយអានេះដូចគ្នាវាស្មើនឹងយើង copy អានេះណាផាសកន្លែងនេះណាដោយសារតែកន្លែងវាមាន my name ហ្នឹងគឺមាននៅតម្លៃស្មើនឹងអាហ្នឹងណាស្មើនឹងតម្លៃនេះណាអូខេពេលយើងរ៉ាទៅដូចគ្នាណាគ្នា my hello my name is PK អូខេអញ្ចឹងយើងមិនបាច់សរសេរពេញបែបហ្នឹងយើងអាចសរសេរបែបនេះវាខ្លីជាងគេហៅថាអញ្ចឹងអាពួកនេះគេហៅថាជា variable ណា variable អញ្ចឹងសកម្មគ្នាចាប់បានអ្វីជា variable អូខេអញ្ចឹង variable នេះគឺយើងអាចផ្ទុកបានច្រើននៅពេលដែលយើងរៀននៅប្រភេទពួកទិន្នន័យគេហៅថា data type អញ្ចឹងអូខេអញ្ចឹងយើងនិយាយអំពីប៉ានេះសិនមកអញ្ចឹងគ្នាអាចយក practice បានដោយបង្កើត variable ស្នែបឈ្មោះផ្សេងគ្នាប៉ុន្តែចំណាំ variable គឺយើងមិនអាចដាក់លេខពីមុខបានទេណាដាក់លេខពីមុខបានទេគេហៅច្បាប់ក្នុងការបង្កើត variable គឺក៏បង្កើត variable គឺយើងមិនអាចដាក់លេខពីមុខបានអូខេមិនអាចដាក់សញ្ញាដកបានទេណាដាក់សញ្ញាដកបានអូខេសញ្ញាឧទានមិនបានទេ tag ទៅជាអីផ្សេងក៏មិនបានដែរអូខេអញ្ចឹងយើងជៀសវាងការដាក់សញ្ញាហើយនឹងលេខពីមុខអូខេបើអក្សរធំតូចគឺបានធំតូចទាំងអស់គឺបានអូខេបាទគឺអត់មានប្រកាន់ទេអូខេជាងការសរសេរក្បួនបែបនេះគេហៅថា comma cache គឺបានន័យថាយើងសរសេរមួយ sentence ទូចហើយតមក sentence ក្រោយគឺយើងប្រើអក្សរធំ comma cache អញ្ចឹងអូខេអញ្ចឹងគ្នាអាចសរសេរមិនក៏បានដែរតាំង x តាំង e ក៏បានដែរប៉ុន្តែយើងរៀនសរសេរឲ្យ full ណាទៅយើងសួរមើលអញ្ចឹងអូខេយើងចូលដល់មេរៀនមួយទៀតគឺទាក់ទងនឹង data type អញ្ចឹង data type គឺ data type នៅក្នុង C++ នៅក្នុង Python data type គឺវាមានចំនួន4ប្រភេទទី1គឺ integer ទី2គឺ float ទី3គឺ string ហើយទី4គឺ bool អូខេវាមាន4ហ្នឹង data type ដែលយើងប្រើវាអាចមានច្រើនប៉ុណ្ណឹងប៉ុន្តែយើង basic យើងយកមកប៉ុណ្ណឹងទេណាយើងការប្រើប្រាស់4ហ្នឹងគឺយើងប្រើញឹកញាប់មែនតើក្នុងការធ្វើអីអញ្ចឹងយើងចូលមកជាមួយនឹង integer មុនអញ្ចឹង integer នេះវា contain នៅចំនួនកុដណាគ្នាយើងចំនួនកុដដែលមានទស្សភាគអញ្ចឹងឧទាហរណ៍ថាខ្ញុំការនៅ variable មួយថា my in មកថា in នេះគឺ integer អញ្ចឹងស្មើនឹង20យើង print my in ចេញមកឃើញថាយើងទទួលបាន20អូខេ I don't know whyអូខេអញ្ចឹងវាបាន20ដោយសារតែនេះវាជា integer ណាអញ្ចឹងយើងបន្ទប់នៅចំនួនវាជាចំនួនកុដអញ្ចឹងបើសិនជាណាតិច0ក្រោយតែមានឯការឡើងអត់វាអត់មានទេប៉ុន្តែវាតូ type ទៅជា float វិញណាវាលេខ int ទៀតហើយអញ្ចឹងមាន0ក្រោយចេះវាជា float អូខេអញ្ចឹងយើងមកមើលភាពខុសគ្នាទាំងអស់គ្នាខ្ញុំសរសេរអាហ្នឹងមកនេះជា my integer ហើយអញ្ចឹង my float អូខេ51.2ចឹងទៅហើយ my name equal ស្មើបងខ្ញុំគិតថាដាក់ string ចាំមកដើម្បីគ្នាយើងចំណាំ my string ស្មើនឹងបើកវងចោលបែបនេះយើងសរសេរថា hello ចុះអូខេអញ្ចឹងអ្វីដែលយើងស្គាល់ហើយមុនហ្នឹងគឺជា string គ្នាយើងប្រើវាដើម្បីធ្វើការ print វាដើម្បីត string មកណា string មកណាអញ្ចឹងstring នេះវាទុកតម្លៃជាអក្សរជាអក្សរយ៉ាងនិយាយថាជាអក្សរដែរអញ្ចឹង string ទាំងអស់គឺយើងអាចសរសេរវាជាមួយនឹង double quote ឬក៏យើងអាចសរសេរវាជាមួយនឹង single quote ក៏បានដែរអូខេ single quote ក៏បានដែរវាអាស្រ័យលើគ្នាយើងតែចង់សរសេរវាជា single quote ឬក៏ double quote អញ្ចឹងខ្ញុំសូមសរសេរវាជា double quote មកដោយសារខ្ញុំ stick មួយ double quote ជាងជំនាញជាមួយ double quote ជាងណាគ្នាអូខេដោយសារប្រើ C++ ជិះទៅ
គឺខ្ញុំយើងតតជំនាញជាមួយនឹង double quote ជាងអញ្ចឹងបាទ double quote ជាមួយនឹងមួយទៀតគឺប្រភេទ data ជា bool អញ្ចឹងយើងអាចសេថា my bool smart true អញ្ចឹងការ bool នេះគឺវាទុកនៅតម្លៃ2គឺតម្លៃភាពពិតគឺយើងអ្នកខ្លប់រៀនកាត់តាដឹងហើយតម្លៃភាពពិតគឺយើងមានតែពិតហើយនឹងមិនពិតទេអញ្ចឹងបើសិនជាពិតគឺគេហៅ true ហើយបើចិនជាអត់ពិតទេគេហៅថា false false អូខេ false បើយើងនិយាយអំពីលេខគឺវាលេខ1ហើយនឹងលេខ0ណាអញ្ចឹងបើសិនជាលេខ1គឺវាពិតបើសិនជាលេខ0គឺវាអត់ពិតទេណាជា false អូខេចុះឧទាហរណ៍ថាខ្ញុំចង់ print នៅmy float ជាមួយគេ my float គេឃើញថា 20.2 ណា 20.2 អូខេហើយបើសិនខ្ញុំ print នៅ my string គឺជាពាក្យថា hello តែបើសិនខ្ញុំជិញនៅ bool my bool វានឹងចេញលេខ1ឬក៏ true អូខេលេខ1ហើយ true វាតែមួយទេអ្នកគ្នាចុះអូខេtrue ទីថាខ្ញុំប្រើនៅបូកដូចមិញណាយើងនិយាយយកទៅពីបូកវិញបូកមិញខ្ញុំថាត string អញ្ចឹងបើសិនជាយើងមាន string 2វាថាអីមកសារ string 1 គឺ hello អូខេ string 2ខ្ញុំដាក់ថាpk អូខេហើយខ្ញុំ print នៅ my string 1 plus ជាមួយនឹង string 2ហើយ plus ជាមួយនឹង space 1 string ទាំងតែ container space 1ដាក់ space ក្នុងហ្នឹងបាទ space 1មានពាក្យថា hello pk អូខេវាដក clear បើសិនជាយើងលុបនេះចោលហើយលុបនេះចោលគឺវាអត់មានដក clear ទេ hello pk តែជាប់គ្នាអញ្ចឹងអូខេអញ្ចឹងយើងមកមើលមួយទៀតបើសិនជា star string ចុះបើសិនជាវាមិនមែន string មានវាកើតឡើងអញ្ចឹងបើសិនជាយើងតនៅ string ជាមួយនឹង integer វានឹង error ណាគ្នាយើង my string ហើយបូកជាមួយនឹង integer អូខេវា load error ភ្លាមណាវាអត់ទាន់ error ទេពេល run មកអូខេវា error តែម្ដងណាដោយសារវាខុស type ណានេះ error can only convert string not integer ណាខេតនេះគឺបូកនេះគឺយើងត្រូវតវាណាអញ្ចឹងវាមិនអាចតជាមួយនឹង integer បានទេអញ្ចឹងយើងត្រូវ integer មួយ integer វាផ្សេងទៀតណាអញ្ចឹងយើងអាចបូកបាន integer វាថាចង់បូក my integer បូកជាមួយនឹង i integer វាពីរដងណា my integer បូកជាមួយនឹង my integer ចាំទៅជាឈ្មោះចឹង my integer អូខេអញ្ចឹងវានឹងចេញ40ដោយសារ integer យើងនេះគឺវា20ដល់ពេលបូកមក integer ដដែលគឺវាស្មើនឹង40ហើយទុកជាលេខឃើញថាអានេះវាអត់តហើយវាលេងតហើយវាទៅជាបូកចូលគ្នាវិញដោយសារវាជាលេខអញ្ចឹងគេអាចកណនាបានអត់កណនាវានឹងតគ្នាបែបនេះអូខេអញ្ចឹងយើងអាចមិនបូកវាបានជាមួយ integer គ្នាឯងវាអាចបូកជាមួយនឹង float ក៏បានដែរអូខេគេឃើញថា20 40.2ណាអញ្ចឹងវាបើសិនបូកវាជាមួយនឹង float វានឹងបំលែងអា integer នេះទៅជា float វិញណាវាទាំងអស់នេះគេហៅថាវាជា data type អញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្ណឹងបើសិនតែគ្នាមានចម្ងល់អីអាច comment ខាងក្រោមដើម្បីសួរបានទាក់ទងនឹង data type ទាំងនេះអញ្ចឹងខ្ញុំថាអ្នកគ្នានឹងយល់ទាក់ទងនឹង data type នេះហើយនៅវីដេអូក្រោយខ្ញុំនិយាយអំពីការអញ្ចឹងនៅវីដេអូក្រោយយើងនឹងបន្តជាមួយនឹងមេរៀនរបស់យើងតទៀតជាមួយនឹងចូលស៊ីជម្រៅទាក់ទងនឹង data type ការប្រើប្រាស់វាយ៉ាងម៉េចឬក៏ការកណនាវាយ៉ាងម៉េចអញ្ចឹងទៅចាំជួបគ្នាវីដេអូក្រោយតគ្នា បាទយើងដឹងថាយើងត្រូវរៀនអីដល់គ្នាអញ្ចឹងសង្ឃឹមថាគ្នានឹងយល់នៅវីដេអូមួយនេះអូខេបាយបាយ